ចឹងគ្រាន់តែការប្រព្រឹត្តទៅដោយសមាទិដ្ឋិនៅក្នុងសមាបដិបទានឹងឯងនឹងឲ្យបានត្រង់ត្រឹមត្រូវគឺសភាពនៃធัวណាដែលមានបច្ច័យតតែងឲ្យកើតឡើងមិនថាកាមាវចរៈធัวណាឬក៏ថាមហកតធัวបឋមឈានទុតិយឈានអីទេនឹងបន្ទាប់ពីបឋមឈានឬទុតិយឈាននឹងកើតឡើងហើយរលត់ទៅវិញក៏កំណត់ដឹងក្នុងអត្ថកថាហ្នឹងណាក្នុងពុទ្ធដីកាហ្នឹងព្រះអង្គសម្ដែងឲ្យកំណត់ដឹងនៅឈានហ្នឹងក៏លបុតចេញចាក់ឈានហើយមានការកំណត់ដឹងនៅសេចក្តីពិតរបស់ឈានហ្នឹងណានេះគឺទៅប្រព្រឹត្តទៅជាបរិញ្ញាកិច្ចជាការចម្រើននៅពោធិបក្ខយធម៌ទៀតហើយបើមិនកំណត់ដឹងនៅឈានហ្នឹងទេឈានហ្នឹងគឺមិនបានជាបាតនៃវិបស្សនាទេវាជាបាតនៃវត្តដាក់អញ្ចឹងទៅហើយមិនចំពោះតែឈានទេទានហ្នឹងក៏ដោយសិលហ្នឹងក៏ដោយបើសិនជាធ្វើទានហើយមិនបានកំណត់សិក្សាស្គាល់ថានឹងជាកុសលថ្នាក់ទានទេទាននឹងជាបាតនៃវត្តដាក់ខ្លួនអ្នកធ្វើទានឬក៏កុសលថ្នាក់ទានរបស់ខ្លួនណាទាននឹងជាបាតនៃវត្តដាក់ហើយសិលក៏ដូចគ្នាទៀតណាចេតនាសិលកើតឡើងហើយបើមិនបានកំណត់ដឹងថានឹងជាសិលណាគឺជាចិត្តដែលប្រះចាករាគៈទេអញ្ចឹងវាទៅជាសិលរបស់ខ្លួនអ្នកមានសិលអញ្ចឹងសិលនឹងគឺជាបាតនៃវត្តដាក់តែម្ដងណាអញ្ចឹងហើយបានការអប់រំចម្រើនសេពឋានរលឹកសិក្សាទៅលើគ្រប់សភាវៈនឹងមិនថាជាកាមាវចរៈកុសលណាមិនថាជានឹងមហកតកុសលឬក៏មិនថាជាអព្យាកតធัวដែលជារូបនឹងទេគឺសិក្សាកំណត់ដឹងសភាវៈធัวទាំងឡាយណានឹងឯងដែលមានហេតុជាដែនកើតអញ្ចឹងគឺការរលឹកសិក្សានឹងឯងគឺប្រព្រឹត្តទៅការយល់ឲ្យបានត្រឹមត្រូវនៅក្នុងការអប់រំចម្រើននៅសតិប្បដ្ឋាននឹងវិញព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងមនាលសរិបុត្រភិក្ខុពិចារណាដូចនេះថា